មួយជីវិតរបស់យើងមិនចាំបាច់ទៅប្រកួតប្រជែងជាមួយអ្នកណាទេមិនចាំបាច់ទៅតវ៉ាជាមួយអ្នកណាទេអស់ប្រកួតឲ្យតែឈ្នះខ្លួនឯងនៅក្នុងរឿងមួយបានគឺរឿងចិត្តទុនដាក់គេរឿងចិត្តទុនដាក់គេវាមិនមែនជាកំហុសទេតែរឿងចិត្តទុនខ្លះការលើកលែងខ្លះវាអត់សមតម្លៃនៃការតបស្នងមនុស្សខ្លះមិនសមទទួលយកការលើកលែងទោសរបស់យើងមនុស្សខ្លះមិនគួរឲ្យយើងមានចិត្តទុនជាមួយគេព្រោះពេលដែលគេសាងកំហុសជាមួយយើងគេអត់បានសួរទេថាយើងឈឺចាប់កម្រិតណាគេអត់បានចូលរួមពិបាកជាមួយយើងទេគេរត់តែអត់បានស្គាល់ពីអារម្មណ៍ទឹកភ្នែកដែលយើងស្រក់ដែរព្រោះគេគិតថាមនុស្សយើងស្រួលនៅក្នុងការលួងស្រួលនៅក្នុងការលើកលែងស្រួលនៅក្នុងការចិត្តទុនដាក់គេវាកើតទៅជាទម្លាប់ដែលគេធ្វើរឿងដដែលសម្រាប់យើងការលើកលែងខ្លះមិនប្រកាសថាយើងលើកលែងឲ្យមនុស្សនឹងអាចកែសម្រាប់យើងអត់ទេពេលខ្លះមនុស្សខ្លះពេលដែលយើងលើកលែងចិត្តទុនដាក់គេនឹងគឺជាឃាតករដែលសម្រាប់ផ្លូវជីវិតរបស់យើងម្ដងតិចតិចនឹងច្រើនគេត្រូវតែធ្វើព្រោះវាជារឿងដែលសាមញ្ញហើយសម្រាប់គេអញ្ចឹងកុំបដោយរឿងហ្នឹងចិត្តទុនដាក់គេច្រើនពេកអ្វីក៏ដោយកុំកើតឡើងដោយសារតែពេកយល់មួយវិញទៀតរៀនបង្កើតពាក្យសម្ដីខ្លួនឯងអត្តចរិតខ្លួនឯងឲ្យធ្ងន់ដូចផែនដីកំណត់ពាក្យសម្ដីខ្លួនឯងកំណត់អត្តចរិតខ្លួនឯងឲ្យមានព្រំដែនចាំថាបើស្លូតឲ្យមានអំណាចបើកាចឲ្យគេអោនក្បាលទើបយើងមានតម្លៃសម្រាប់ខ្លួនឯងធ្វើជាកូនប្រុសរៀនឲ្យខ្ពស់រស់ឲ្យថ្លៃបើចង់ជោគជ័យកុំដេកមកកន្លែងរៀនសម្រេចចិត្តអត្តនោម័តលើខ្លួនឯងខ្លះទៅកុំខ្លាចពេកកុំចុះញោមពេកហើយកុំរំពឹងទៅលើអ្នកណាទាំងអស់សូម្បីតែអ្នកផ្ទះរបស់យើងកុំពឹងផ្អែកកុំពឹងស្មារនៅលើគេច្រើនពេកគេមានប្រពន្ធកូនរបស់គេដែលត្រូវថែរក្សាដែរគេមានប្តីប្រពន្ធគេដែលគេត្រូវរ៉ាប់រងដែរគេមិនមែនចាំតែ support យើងគ្រប់រឿងទេដំណើរជីវិតអនាគតខ្លួនឯងតាគេបានត្រឹមតែដើរអមតែគេអត់បានសម្រេចនៅលើជោគវាសនារបស់យើងទេអនាគតខ្លួនឯងត្រូវប្រាប់ថាអញជាកូនប្រុសជំហាន5ហាត់ដើរឲ្យដូចខ្លាមហិច្ឆតាឲ្យដូចតោទោះខុសឬត្រូវអញអ្នកទទួលដើរឲ្យផុតទៅឲ្យដល់ប៉ះឲ្យបានទោះបរាជ័យក៏ល្អមើលដែរកុំរៀនឲ្យគេគ្រប់គ្រងលើជីវិតរបស់ខ្លួនឯងរៀនសម្រេចចិត្តមហិច្ឆតាខ្លួនឯងខ្លះទៅព្រោះពេលខ្លះមិនមែនប្រកាសថាការសម្រេចចិត្តរបស់យើងសឹកតែខុសទេដើរឲ្យបានធ្វើឲ្យដល់ប្រកាន់ខ្ជាប់នៃសម្ដីខ្លួនឯងមហិច្ឆតាខ្លួនឯងអនាគតយើងអ្នកដើរខ្លួនឯងទេអ្នកណាថាមនុស្សប្រុសមិនចេះយំមនុស្សប្រុសចេះយំដូចតែគេតែគ្រាន់តែការយំរបស់មនុស្សប្រុសអត់ដូចមនុស្សស្រីមនុស្សប្រុសកម្រដែលគាត់អាចយំជាពិសេសគាត់យំឲ្យគេឃើញតែគាត់មិនងាយយំទេទឹកភ្នែកដែលគាត់ស្រក់គឺបញ្ជាក់អំពីការនិយាយរបស់គាត់សួរឲ្យយំតែគាត់មិននិយាយតែទឹកភ្នែកដែលគាត់ស្រក់ជាចម្លើយដែលប្រាប់យើងរួចបាច់ហើយថាការយំរបស់គាត់គឺជាការឈឺចាប់មនុស្សប្រុសមិនមែនអត់ចេះយំគាត់ក៏ចេះយំគាត់ក៏ចេះអន់ចិត្តគាត់ក៏ចេះខូចចិត្តគាត់ក៏ចេះខឹងហើយគាត់ក៏ចេះចាប់ដាក់ដូចគ្នាតែគ្រាន់តែគាត់មិនងាយធ្វើតែប៉ុណ្ណឹងបើសិនជាមនុស្សប្រុសគាត់យំនៅក្នុងតម្លៃតំណែងអីមួយក៏បានន័យថាគាត់ឆ្អែតគ្រប់រឿងដែលគាត់មាននៅក្នុងចិត្តទាំងប្រមាណគឺចេញតាមទឹកភ្នែករបស់គាត់តែគាត់កំពុងហូរមនុស្សប្រុសក៏ចេះយំ